បងប្អូន GX របស់ក្រុមហ៊ុនសបាយគ្រោងនឹងបើកដំណើរការនគរថ្មីនៅថ្ងៃទី30ខែកញ្ញាឆ្នាំ2025ដល់ខ្លីខាងមុខនេះហើយជាមួយនឹងការអាប់ដេតនេះវារៀងប្លែកជាងឆ្នាំទៅបន្តិចដោយសារតែមានការកែសម្រួលរៀងច្រើនដែរអញ្ចឹងអ្វីដែលខ្ញុំសង្កេតឃើញហ្នឹងគឺក្រុមហ៊ុនបានប្រកាសឲ្យថានឹងមានការកែសម្រួលគេហៅថា resolution ទៅជា Full HD ដែរតាមពិតទៅវាមិនថ្មីសម្រាប់ GH2 នេះទេដោយសារតែបងប្អូនយើងមួយចំនួនធ្លាប់បានទៅលេង server មួយចំនួនដែលបង្កើតដោយឯកជនឬមួយក៏ server របស់ Justice អីហ្នឹងគឺធ្លាប់បានលេងកម្រិតរូបភាព Full HD បាត់ទៅហើយដែលមានគុណភាពច្បាស់ត្រជាក់ភ្នែកជាងមុនណាហើយបើសិនជាអ្នកចូលចិត្តលេង Full Screen គឺដាក់ទៅពេញអេក្រង់ហ្មងបើការពិចារវារៀងចង់4ជ្រុងតិចអត់ស្អាតទេអញ្ចឹងណាអញ្ចឹងវានឹងមានការកែប្រែនឹងមួយដែរអញ្ចឹងខ្ញុំមិនដឹងថាបងប្អូនអាចនឹងមានការមកលេងវិញទៀតឬមួយក៏ខ្ជិលលេងយ៉ាងម៉េចទេបើសម្រាប់ខ្ញុំគិតថាបើសិនជាការអាប់ដេតថ្មីហើយអមជាមួយនឹងការកែសម្រួលបិទការមិនឲ្យប្រើ tool អីញ៉ៃញ៉ៃប្រព័ន្ធសុវត្ថិភាពខ្ពស់ខ្ញុំគិតថាខ្ញុំអាចនឹងពិចារណាមកលេងវិញ program នេះខ្ញុំគ្រប់គ្រងតាំងពី2000ប្រហែលដូច2007មកខ្ញុំលេងតាំងពីនៅតាម net តាមអីណាតាំងពីមានតែ3នគរអានឹងការខ្ញុំលេងមានតែ3នគរហើយបងប្អូនខ្លះអាចលេងមុននឹងទៀតដោយសារជំនាន់ហ្នឹងអ៊ីនធឺណិតមិនសូវសម្បូរហើយយើងលេងតតែនៅ net នៅអីហើយកុំព្យូទ័រថ្លៃអូខេអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំចូលទៅមើល event ទាំងអស់គ្នាដើម្បីបង្ហាញអ្នកទាំងអស់គ្នាថាអធិស្ឋានបង្ហាញអ្នកទាំងអស់គ្នាថាតើនឹងមានអី update ថ្មីខ្លះអូខេអញ្ចឹងខ្ញុំចូលមក post មួយនេះដែល GX បានបញ្ជាក់ពីការ update អញ្ចឹងខ្ញុំសូមអានណាការ update ថ្មីនឹងមកដល់យើងត្រៀមបញ្ចេញ patch ដើម្បីធ្វើឲ្យគ្រប់យ៉ាងដំណើរការដោយរលូននិងមិនរអាក់រអួលអូខេអញ្ចឹងព្រឹត្តិការណ៍សម្រាប់ព្រឹត្តិការណ៍គឺមានការបន្ថែមរង្វាន់បណ្ណើះហ្នឹងយើងដឹងហើយដូចជាការបណ្ណើះជា point ហ្នឹងទី2អាពាក់ព័ន្ធមួយគេ no waste bag គេខ្ញុំអានអត់ត្រូវកុំប្រកាន់ណាបងប្អូនព្រោះអត់ប្រកាសអង់គ្លេសទេ VIP មួយនេះក៏ដដែលដែរកាដូពិសេសខ្ញុំគាត់ថាក៏ដដែលដែររង្វាន់កំពូលអ្នកក្លាហាននេះក៏ដូចជាដដែលដែរ event boss អូខេអញ្ចឹងការកែសម្រួលជំរឿគេកែសម្រួលអីខ្លះជំរឿប្រើប្រាស់សម្ភារៈច្រើនបែបអានឹងអត់ដឹងថាយ៉ាងម៉េចទេណាខ្ញុំអត់តន់យល់ដែរឈុតសម្ភារៈថ្មីអូខេសង្ឃឹមថានឹងមានការអាប់ដេតថ្មីដល់តាក់ទាញចោះការធ្វើកំណែតម្រង់ថ្មីនៅលើ shop ព្រឹត្តិការណ៍អានេះដឹងស្អីគេនេះអូ shop ព្រឹត្តិការណ៍ប្រហែលជាពាក់ព័ន្ធជាមួយយើង item ដែលយើង farm ទៅបដូរអីហ្នឹងមិនដឹងខ្ញុំមិនដឹងណាចាំមើលចូលដល់ game ចាំមើលទាំងអស់គ្នាអូខេបានដោះស្រាយបញ្ហាក្នុង game បានន័យថាក្រុមហ៊ុនបានអះអាងឲ្យថាបានធ្វើការដោះស្រាយបញ្ហាក្នុង game ឧទាហរណ៍មុខងារថ្មីណាគេបានបញ្ជាក់ថាមុខងារថ្មីបេសកកម្មជីកកំណប់អូខេអានេះគេថាថ្មីណាមិនដឹងថាជីកយ៉ាងម៉េចទេឬមួយក៏បងប្អូនខ្លះអាចនឹងលេង server ផ្សេងមាន event នឹងដែរជួយ comment ប្រាប់ផងធ្លាប់លេងណាបើអត់ទេរងចាំតាមដានទាំងអស់គ្នាអូខេកម្រិតមូលដ្ឋានថ្មីអានេះខ្ញុំអត់តន់យល់ទេប៉ុន្តែខ្ញុំគិតថាបើយើងទៅលេង server មួយចំនួនប្រហែលជាអាចនឹងមានកម្រិតមូលដ្ឋានថ្មីណាតែអត់ដឹងថាអានឹងស្អីគេទេចាំមើលទាំងអស់គ្នាខ្ញុំអត់តន់ដឹងថានឹងអីគេទេព្រោះគេអត់បានបង្ហាញលម្អិតទេហើយការកំណត់រូបភាពថ្មីនេះដែលខ្ញុំនិយាយណារហូតទៅដល់កម្រិត 1080p បានន័យថា Full HD 1920 គុណនឹង1080 pixel អានឹងគេហៅថា Full HD ហើយគេក៏បានប្រកាសផងដែរថាបានដោះស្រាយបញ្ហាប្រព័ន្ធប្រឆាំងកម្មវិធីជំនួយដែលយើងហៅថា tool ណាហើយក៏មានការពិន័យដោយស្វ័យប្រវត្តិនេះចំណុចនេះដែលខ្ញុំចង់បានជាគេបង្អស់នៅក្នុងចំណុចផ្សេងអា Full HD នេះតដែលសិនក៏អត់អីដែរប៉ុន្តែអ្វីដែលខ្ញុំចង់បានគឺប្រព័ន្ធប្រឆាំងកម្មវិធីជំនួយនិងការពិន័យស្វ័យប្រវត្តិព្រោះបើសិនជាយើងបើកដំណើរការ server ថ្មីនៅតែមានអ្នកប្រើ tool បានហើយដាក់អូតូពេញតែនគរអញ្ចឹងឬមួយក៏បើកបានច្រើន hero អីអញញ៉ៃមនុស្សម្នាក់បើក10 20 30 40 account ខ្ញុំគិតថាទោះបីជាមិនប្រើ tool ក៏វាកៀងដែរឬមួយក៏ដើរទៅតាក់ជើងជាប់ជើងឬមួយក៏អញញ៉ៃដែរបើអាចទេខ្ញុំគិតថាក្នុងមួយកុំព្យូទ័រមួយគួរតែប្រើវិធីសាស្ត្រអីក៏ដោយឲ្យបើកបានត្រឹម2 account នេះទៅបានដែរឬមួយក៏លេងតែមួយ account ហ្នឹងទៅបានដែរអាហ្នឹងมันសប្បាយលេងតែខ្ញុំជឿថាបងប្អូនយើងអត់សក់ទេព្រោះគាត់ធ្លាប់លេងធម្មតាលេង hero មួយយ៉ាងអន់ណាក៏មាន ES មានតកៅដាក់ដែរមិនអញ្ចឹងណាម្នាក់កាន់ hero យ៉ាងតិច 2 3 ដែរអញ្ចឹងលៃឲ្យបានតែម្នាក់អាចបង្កើតកុំព្យូទ័រមួយអាចប្រើបានតែ3 account អីចឹងទៅ3 window game អញ្ចឹងណា
អានេះមិនគាត់ថាល្អតែប្រហែលជាមិនអាចធ្វើបានទេអញ្ចឹងគ្រាន់ថានេះជាព័ត៌មានដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាហើយតើបងប្អូនទាំងអស់គ្នានឹងមានចំណាប់អារម្មណ៍មកលេងហ្គេមហ្នឹងឡើងវិញអត់ទេបើសម្រាប់ខ្ញុំដោយសារតែពេលខ្លះខ្ញុំធុញថប់ការងារដែរហើយខ្ញុំនៅនឹកហ្គេមហ្នឹងអញ្ចឹងបើសិនជាការអាប់ដេតនេះអាចធ្វើបានដូចអ្វីដែលបានប្រកាសខ្ញុំនឹងពិចារណាលេងខ្លះហើយមិនមានលុយចំណាយអីដូចគេទេនឹងព្យាយាមធ្វើវីដេអូឲ្យបងប្អូនទាំងអស់គ្នាមើលទៅតាមពេលវេលាតាមលទ្ធភាពព្រោះជាហ្គេមដែលខ្ញុំស្រឡាញ់ខ្ញុំលេងតាំងពី2007មកអូខេអញ្ចឹង event ដែលគ្រោងនឹង update ថ្មីមានតែប៉ុណ្្នឹងទេហើយចាំនៅពេលដែលដល់ថ្ងៃទី30នៅពេលដែល update ជាផ្លូវការខ្ញុំនឹងធ្វើការបើក game ដើម្បីធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាមើលបន្ថែមទៀតព្រោះខ្ញុំជាអ្នកលេង GX រៀងយូរឆ្នាំដែរហើយក៏ធ្លាប់បានធ្វើវីដេអូ game ជាច្រើនផងដែរហើយបងប្អូនទាំងអស់គ្នាធ្លាប់ស្គាល់ hero ខ្ញុំឈ្មោះតាកងចាក់ហ្នឹងហើយខ្ញុំក៏ខានលេង game នឹងយូរដែរតាំងពីខ្ញុំមានគ្រួសារមានអីមកអញ្ចឹងនៅពេលដែលខ្ញុំទទួលបានព័ត៌មានថ្មីនេះគឺខ្ញុំមានចំណាប់អារម្មណ៍សង្ឃឹមថាអ្វីដែលខាង GX សបាយប្រកាសគឺនឹងអាចធ្វើបានដូចមាត់អញ្ចឹងខ្ញុំឃើញថាមានការផុសជាបន្តធម្មតាទេមុនចេញ event ថ្មីគឺក្រុមហ៊ុនតែងតែមានការបង្ហោះ poster ប្រើអញ្ចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនចូលទៅមើល page របស់ក្រុមហ៊ុនទៅហើយទន្ទឹមហ្នឹងនៅក្នុង website របស់សបាយគឺអត់ទាន់មានការផុសអីទេគឺនៅត្រឹមស្អីគេនេះ version 16.7 ព្រឹត្តិការណ៍ប្រហាស្ដេចពីងពីងនេះអា event មួយនេះហ่ะplayer យើងគឺរិះគន់ច្រើនណាគឺថាដដែល copy ផាសមានពេលខ្លះហ្នឹងសំបីតែអក្សរក៏កែមិនអស់ទៅទៀតមានឆ្នាំណាទេកែអក្សរអត់ទេអាហ្នឹងបានគេហៅថា copy ផាសមែនអញ្ចឹងខ្ញុំជឿថាបងប្អូន player យើងមួយចំនួនក៏ធ្លាប់ថាធុញនឹង GX របស់សបាយដោយសារលេងទៅញ៉ៃក៏ធ្លាប់ទៅលេង GX private អីដែលដាក់ជា point បានច្រើនមកតែលេងអត់សបាយដោយសារវាស្រួលពេកហើយ server ហ្នឹងគឺមិនតិចបិទដោយសារតែបង្កើតឡើងដោយមិនមានប្រភពច្បាស់លាស់អីទេហើយ server មួយទៀតគឺ server Justice Xver នេះគឺត្រូវការធនធានខ្ពស់បន្តិចបងប្អូនដឹងហើយ Justice Xver 2ហ្នឹងគឺមានអ្នកលេងដាក់រាប់ពាន់អីចឹងទៅហើយក៏អាចមានការលេងជាមួយជនជាតិចិនក៏ថាបានដែរអូខេអញ្ចឹងមិនថាក្នុង server យើងសបាយនេះក៏មានចិនលេងច្រើនដែរអញ្ចឹងទេបើបងប្អូនទាំងអស់គ្នាលេងបើសិនជាមានការប្រកួតគ្នារវាងចិននិងខ្មែរមានជា team ណាក៏សបាយម្យ៉ាងដែរឲ្យតែមានការប្រកួតវាយហើយបិទអាកម្មវិធី tool អីហ្នឹងឲ្យបានហើយserver ឲ្យដើរស្រួលទៅគឺអូខេហើយខ្ញុំក៏ពិចារណាលេងដែរអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេបើសិនជាមានការអាប់ដេតអីថ្មីខ្ញុំនឹងធ្វើវីដេអូប្រាប់អ្នកទាំងអស់គ្នាបន្ថែមទៀតហើយនៅកើថ្មីហ្នឹងអ្នកទាំងអស់គ្នាឃើញនៅក្នុងអក្សរហើយមិនបាច់ចាំខ្ញុំប្រាប់ទេគឺនៅកើបាជ័យណានៅកើបាជ័យអូខេអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតពីខ្ញុំធីរិតអរគុណអ្នកទាំងអស់គ្នា